សូមជម្រាបសួរបងប្អូនអរគ្នានិងខ្ញុំសូមនិយាយអំពីអ្នកកាត់ឆ្នាំជូតតើគួរតែប្រើលេខទូរស័ព្ទខ្ទង់មួយណាដែលដាក់ទៅវាសមរាសីហើយដាក់ទៅវាជួយយឺតយោងដល់យើងណាបងប្អូនអរគ្នាចាហើយនឹងលេខទូរស័ព្ទមួយប្រភេទបែបខ្ទង់ទូរស័ព្ទបែបណាដែលយើងគុំគួរប្រើវាណាចាបងប្អូនទាំងអស់គ្នាជំនឿនេះជឿដោយការពិចារណាទាំងអស់គ្នាក៏ជឿដោយជំនឿនៃបងប្អូនរៀងៗខ្លួនចុះណាចាសម្រាប់ខ្ទង់រាយដូចជា1ដល់9សម្រាប់អ្នកដែលកើតឆ្នាំជូតពេលដែលយើងប្រើមានអារម្មណ៍ថាការងារមុខរបរគឺវាអត់ទៅមុខទេចាវាអត់ទៅមុខសោះតែម្ដងណាបងប្អូនអរគ្នាចាខ្ទង់រាយហ្នឹងគឺបានន័យថាម៉េចដូចជា01 02អញ្ចឹងណាបងប្អូនចាអានឹងឲ្យវាធ្វើឲ្យយើងមានអារម្មណ៍ថាការងារមុខរបររបស់យើងវាអត់រលូនទៅមុខណាវាហាក់ដូចជាដាក់ទៅវានឹងតែម្ដងណាសម្រាប់អ្នកឆ្នាំជូតចាអញ្ចឹងពី10ពីខ្ទង់10រាយរហូតដល់20ខ្ទង់20ណាចាអាហ្នឹងសម្រាប់ដែលយើងប្រើការដែលយើងសំណេះសំណាលឬមួយក៏យើងសន្ទនាឬមួយក៏ហៅថាយើងគេថាផ្នែកទំនាក់ទំនងណាចាអាហ្នឹងគឺល្អជាមធ្យមចាប៉ុន្តែយើងនឹងទទួលរងនៅភាពខាត់បងច្រើនដោយសារអីពេលដែលយើងធ្វើអ្វីមួយយើងខំប្រឹងធ្វើឲ្យវាល្អហើយប៉ុន្តែយើងធ្វើវាដោយបញ្ញាប់ពេកចាអញ្ចឹងទៅធ្វើឲ្យវាមានទៅជាមានវាការខាត់បងនៅក្នុងនឹងទៅវិញចាហើយមួយទៀតគឺបើមានរឿងអ្វីមួយបើគេសួរយើងគឺសង្កត់យកតែម្ដងគេហៅថាយើងអាចនឹងឈានដល់រឿងក្តីក្តាំងអីចឹងទៅចាដល់ពេលខ្ទង់20ដល់ខ្ទង់30ខ្ទង់20ដល់ខ្ទង់30ល្អសម្រាប់អាជីវករឬមួយក៏អ្នកលក់ប្រភេទដូចជាខាងកាហ្វេអ្នកលក់កាទៀវឬមួយក៏អាជីវករលក់ដូរលក់អីវ៉ាន់ចាប់ហួយលក់បន្លែលក់អីចឹងទៅចាល្អវាជួយទាក់ទាញអតិថិជនទាក់ទាញភ្ញៀវហើយបើអ្នកដែលយើងឲ្យលេខទូរស័ព្ទទៅគេហ្នឹងគឺច្រើនតែវាទៅជាមួយដុំហើយជាមួយដែលជាប្រចាំរហូតតរៀងទៅចឹងទៅណាចាអញ្ចឹងសម្រាប់អ្នកដែលគាត់រស់ស៊ីលក់ដូរអាជីវករលក់ដូរអីផ្សេងហ្នឹងគឺយើងអាចប្រើខ្ទង់20បានណាចាខ្ទង់30ដល់ខ្ទង់40សម្រាប់ខ្ទង់30និងខ្ទង់40នេះសម្រាប់អ្នកកើតឆ្នាំជូតបើសិនជាអ្នកធ្វើការរាជការប្រើទៅគឺល្អចាយើងនឹងទទួលបាននៅការងារថ្មីចូលមកជាហូរហែចាមិនថាការងារធំតូចមិនថាមេយើងដាក់ឲ្យឬមួយក៏មានអ្នកទៅពឹងពាក់រឿងការងារអ្វីផ្សេងទៅគឺយើងដោះស្រាយវាបានដោយរលូនហើយបានលុយចូលធំទៀតចាប៉ុន្តែគាត់ថាតំណែងរបស់យើងឡើងរៀងយឺតបន្តិចចាប៉ុន្តែរឿងលុយកាក់របស់យើងគឺរកបានច្រើនហើយមេរបស់យើងក៏ដូចជាអ្នកផ្សេងនេះមករកពឹងពាក់ការងារអីគឺយើងដោះស្រាយឲ្យពួកគាត់បានដោយរហ័សហើយបានដោយលឿនចានេះសម្រាប់ខ្ទង់ពី30គត់រហូតដល់40ណាចាអានេះយើងនិយាយពីរឿងខ្ទង់30និងខ្ទង់40ចាសម្រាប់ខ្ទង់50ចាអញ្ចឹងអាខ្ទង់40នេះគឺយើងយកពី41រហូតដល់ខ្ទង់50ចាមិញខ្ញុំនិយាយពីខ្ទង់40មិញណាចាអញ្ចឹងនេះខ្ញុំនិយាយពីអំពីខ្ទង់50អញ្ចឹងចាប់ពី50នេះបើសិនជាបងប្អូនអរគ្នាប្រើខ្ទង់50ខ្ទង់50នេះគឺល្អសម្រាប់អ្នកដែលធ្វើខាងសម្អាងការខាងសាឡនចាឬមួយក៏អ្នកដែលគាត់ខាងតុបតែងចាប្រភេទតុបតែងផ្ទះតុបតែងភាសាអង់គ្លេសហៅ decor បងប្អូនចានិយាយខុសអីជាស្រ័យណានេះខ្ញុំអត់ចេះអង់គ្លេសទេចាតុបតែងឬក៏សម្អាតឬមួយក៏រៀបចំរបៀបបែបខាងជាងថតខាងអីសម្អាងការអីអស់ហ្នឹងគឺល្អសម្រាប់អ្នកដែលគាត់ខាងហ្នឹងគឺគាត់ប្រើខ្ទង់50គឺល្អសម្រាប់គាត់ខ្លាំងមែនទែនចាហើយសម្រាប់ខ្ទង់60នេះគឺល្អសម្រាប់អ្នកដែលមានវ័យរាងចំណាស់ចាវ័យរាងចំណាស់ឲ្យជាវ័យខ្ទង់50ឡើងចា50 60 70អីហ្នឹងគឺប្រើទៅល្អហើយបើសិនជាគាត់អ្នកអាចារ្យវត្តឬមួយក៏គាត់ជាគ្រូខាងចាក់ទឹកខាងអីហ្នឹងគឺគាត់ខាងដោះគ្រោះខាងអីហ្នឹងគឺគាត់ប្រើល្អចានឹងជួយឲ្យគាត់បានគេហៅថា
រកស៊ីឬមួយក៏ការងារឬក៏មុខរបរអ្វីមួយដែលគាត់ធ្វើផ្សេងណាចានេះខ្ញុំអត់យករឿងថាអាចារ្យយកមកលាយឡំនឹងការរកស៊ីណាខ្ញុំនិយាយអំពីរឿងការរកស៊ីផ្សេងដែលយើងរកស៊ីហ្នឹងគឺល្អសម្រាប់គាត់ខ្លាំងមែនតើណាចាសម្រាប់ខ្ទង់60នេះចាសម្រាប់ខ្ទង់ចិត្តសម្រាប់ខ្ទង់ចិត្តនេះគឺល្អសម្រាប់មនុស្សស្រីដែលគាត់ចូលចិត្តស្វែងរកនៅភាពចំណេះដឹងចាដូចជាអ្នកដែលចូលចិត្តផ្នែករៀនផ្នែកធ្វើរបៀបខាងលក់តាមអនឡាញចាឬមួយក៏អ្នកដែលគាត់ចូលចិត្តខាងផ្នែកសិក្សាស្វែងយល់រៀនសូត្រអីហ្នឹងគឺខ្ទង់ចិត្តនេះគឺល្អខ្លាំងបំផុតសម្រាប់គាត់តែម្ដងណាចាខ្ទង់8សម្រាប់ខ្ទង់8នេះគឺល្អសម្រាប់មនុស្សស្រីវ័យចំណាស់ដែលគាត់មានបញ្ហាជំងឺសុខភាពចាដូចជាអ្នកដែលគាត់មានបញ្ហាជំងឺលើសឈាមជំងឺទឹកនោមផ្អែមអញ្ចឹងទៅចាពេលដែលប្រើគឺវាជួយសម្រាប់ឲ្យសុខភាពរបស់គាត់ហ្នឹងគឺគេហៅថាវាជួយបានខ្លះវាជួយលើករាសីជួយឲ្យរាសីរបស់យើងល្អធម្មពលល្អអញ្ចឹងទៅជំងឺរបស់យើងក៏រៀងធូរស្បើយដែរចាចំណុចទាំងអស់នេះបើបងប្អូនខ្លះអាចថាស្ដាប់ទៅគឺគួរឲ្យអស់សំណើចតែវាជាការពិតណាសម្រាប់អ្វីដែលខ្ញុំមើលឃើញយ៉ាងម៉េចខ្ញុំបកស្រាយតាមនឹងចាបើយើងមានម្ដាយបងយើងគាត់មានបញ្ហាជំងឺឈឺដង្កាត់ហ្នឹងគឺឲ្យគាត់ប្រាស់ទៅហើយបើមិនម្ដាយបងយើងគាត់អ្នកដែលគាត់រៀងធាត់មានសាច់ទៀតកាន់តែពិសេសល្អសម្រាប់គាត់ខ្លាំងមែនទែនណាចាសម្រាប់ខ្ទង់9សម្រាប់ខ្ទង់9នេះគឺល្អខ្លាំងបំផុតសម្រាប់អ្នកដែលមានឋានៈបំស័កដែលគាត់ប្រើណាចាហើយនេះខ្ញុំនិយាយខុសអីស្គមអីសូមអធិស្ឋានដូចជាគាត់មានឋានៈឯកឧត្តមចាអុកញ៉ាឬមួយក៏គាត់អ្នកមានចំនួនកាន់ចំនួនធំចានាំចូលឬមួយក៏គាត់អ្នកផលិតរបស់ថាធំសម្រាប់បោះដើមបោះដុំបោះអីសម្រាប់គ្រប់ប្រទេសឬក៏ប្រទេសរបស់យើងអីចឹងណាចាអញ្ចឹងអ្នកដែលប្រើខ្ទង់9នេះគឺល្អសម្រាប់គាត់ខ្លាំងមែនតើណាចាអញ្ចឹងសម្រាប់អត្ថន័យសម្រាប់អ្នកដែលកើតឆ្នាំជូតចាសម្រាប់ការប្រើសម្រាប់ខ្ទង់ទូរស័ព្ទមួយណាល្អគឺនេះខ្ញុំបានបកស្រាយសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាហើយណាចាហើយជំនឿជឿដោយការពិចារណាទាំងអស់គ្នាការបកស្រាយរបស់នេះខ្ញុំមិនមានការខុសឆ្គងត្រង់ចំណុចនេះណានេះខ្ញុំសូមអធិស្ឋាននឹងអភ័យទោសសម្រាប់បងប្អូនទាំងអស់គ្នាផងដែរចាអរគុណសូមជម្រាបលា